đầm lấy mía của bông làng thái Gensberg đặt ở váy cái là co dương prang lộc lấy váy vô của bông mía ở bàn bay cái phép cái là co tiếng pram bay bật tê triêm châuរួមประกวด 8 man របស់កម្មវិធី Gensberg បានចេញជាផ្លូវការឲ្យបងប្អូនប៉ុន្តែមិនទាន់ចេញមុខកីឡាករទេគ្រាន់តែចេញប្រទេសកីឡាករដែលត្រៀមចូលរួមដោយនៅក្នុងនោះមានដូចជាចិនម៉ុងហ្គូលីអេស្ប៉ាញខ្មែរស្វីដិនញូហ្សេឡង់រុស្ស៊ីនិងចុងក្រោយអូបេគីស្ថានរីឯបេក្ខភាពខាងខ្មែរប្រហែលជាម្នាក់នេះបាទបងប្អូនទាំងអស់គ្នាការប្រកួត 8 man គឺជាការប្រកួតមួយថ្ងៃវាយ3ប្រកួតកន្លងមក Gensberg បានរៀបចំ3ដងដោយក្នុងនោះបេក្ខភាពខាងខ្មែរយើងគឺកីឡាករធឿនធីរ៉ាហើយធឿនធីរ៉ាក៏បានជោគជ័យចំនួន2ដងដោយលើកទី1នោះគឺវាយបានឡាន Gensberg លើកទី2វាយបានផ្ទះមួយជុងលើកទី3របូតកំប៉ុងមាសរបស់ Gensberg ធឿនធីរ៉ាចាញ់នៅជុំទី2ចាញ់ដៃគូចាស់ Pavel កាលនោះវាយគីឡូ72 73ឥឡូវនេះ Gensberg ធ្វើទៅតាមការស្នើសុំរបស់ពុកម៉ែបងប្អូនដាក់គីឡូ60បាទដាក់គីឡូ60ហើយអ្នកណានោះខ្ញុំជឿថាបងប្អូនប្រកាសជាបានដឹងហើយនៅថ្ងៃនោះផងដែរ Gensberg ក៏បានបង្ហោះ poster មួយគឺតាក់ទងទៅនឹងភ្នែកនេះដូចជាមិនមានអ្នកណាច្រើនទេបងប្អូនបាទមិនមានអ្នកណាច្រើនក្រៅពីធឿនធីរ៉ាយើងនិយាយឲ្យចំអញ្ចឹងតែម្ដងទៅមានតែធឿនធីរ៉ាទេបាទដែលគាត់មានបញ្ហាភ្នែកនៅពេលដែលគាត់វាយជាមួយកីឡាករ Roslin បាទកាលនោះគឺវាយបោះឆៅហើយធឿនធីរ៉ាក៏បានសារភាពថាចូលអាលវីបកញ្ញោដៃរបស់គេណាបាទធ្វើឲ្យគាត់នឹងទទួលស្គាល់នៅការចាញ់មួយនេះធឿនធីរ៉ាក៏មានកូនចិត្តមួយថានៅថ្ងៃណាមួយរូគេក៏ចង់ប៉ះកីឡាករ Roslin ម្ដងទៀតដោយសារតែការចាញ់ថ្ងៃនោះគឺមិនទាន់បានវាយផងប៉ុន្តែបើថាលេះនៅក្នុងការចាញ់គឺគាត់អត់មានទេអញ្ចឹងបើយោងទៅតាមរូបភាពដែលខាង Gensberg បានទម្លាក់ហើយប្រើពាក្យថា revenge បានន័យថាសងសឹកអញ្ចឹងមិនមានអ្នកណាក្រៅពីធឿនធីរ៉ាទេប៉ុន្តែដៃគូគាត់ជាអ្នកណានោះយើងមិនទាន់ដឹងទេប៉ុន្តែបើសួរថាអ្នកណាវាយឲ្យធឿនធីរ៉ាបោះបង់ការប្រកួតតាមរយៈបញ្ហាភ្នែកហើយជាគូសងសឹកគឺមានតែមួយនឹងឯងបាទអញ្ចឹងបងប្អូនយើងកុំភ្លេចនៅថ្ងៃទី23ខែមករាឆ្នាំ2026ទីតាំងដូចជានៅកាបូលទៀតហើយ 8 man ការប្រកួតខាងគុណខ្មែរខ្ញុំជឿថាបងប្អូនអាចនឹងដឹងច្រើនហើយបាទរូបភាពប៉ុណ្ណឹងចេញ poster មកហូរហែបែបនេះហើយតាក់ទងនឹងកំប៉ុងនេះខ្ញុំជឿថាបងប្អូននឹងសួរតើកំប៉ុងនឹងតម្លៃប្រមាណខ្ញុំមិនដឹងទេប៉ុន្តែចំនួនដែលខ្ញុំធ្លាប់បានប៉ះកំប៉ុងដែលធឿនធីរ៉ាប្រកួតណាខ្ញុំស្ទាបមើលទៅធ្ងន់ហើយឥឡូវនេះមាសកាន់តឡើងថ្លៃបងប្អូនបាទការធឿនធីរ៉ាប្រកួតដូចជាមួយ G500 ឥឡូវចូលមក G540 ជាងជិត550ណាបងប្អូនអញ្ចឹងបើសិនជាកីឡាករខ្មែររបស់យើងរូបនេះទទួលបានច្រប់ឆ្ងាញ់ហើយបាទកំប៉ុងមាសអញ្ចឹងបងប្អូនចាំអ៊ុតបន្តទៀតព្រោះថា poster នេះអាចធ្វើឲ្យបងប្អូនយើងទាយបានចូលបាក់80 90បាទប៉ុន្តែមានបងប្អូននៅខាងតាកែវលើកមុននេះបាទដែលខ្ញុំទៅធ្វើពិធីកសុភាសទៅមានបងប្អូនអ្នកខ្លះគាត់យកអ្នកនេះអ្នកខ្លះគាត់យកអ្នកនោះអញ្ចឹងមិនយូរទេ2 3ថ្ងៃទៀតបេក្ខភាពទាំង8ប្រទេសនឹងចេញជាផ្លូវការបងប្អូនណាអញ្ចឹងត្រៀមអ៊ុតមើលទាំងអស់គ្នា